កូនមេពុកមនុស្សគ្រប់រូបដែលបានកើតមកក្នុងโลករមែងមានការតាក់ទងគ្នាដោយពាក្យនិយាយមានអំណាចដ៏ក្រៃលែងកូនត្រូវយល់ដូចតទៅ1ពាក្យនិយាយអាចដូរផ្លាស់ហេតុអាក្រក់ឲ្យคลายមកជាហេតុល្អបាន2ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលមានទុក្ខឲ្យភ្លេចទុក្ខបាន3ពាក្យនិយាយអាចដូរផ្លាស់មនុស្សខ្ជិលឲ្យមកជាអ្នកមានព្យាយាមបាន4ពាក្យនិយាយអាចដូរផ្លាស់មនុស្សល្ងង់ឲ្យមកជាមនុស្សឆ្លាតបាន5ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលកំពុងមានកង្វល់ឲ្យជាមនុស្សស្ងប់រងាប់បាន6ពាក្យនិយាយអាចដូរផ្លាស់មនុស្សជាចេះរឹងរូសឲ្យត្រឡប់មកជាមនុស្សប្រដៅងាយទៅបាន7ពាក្យនិយាយអាចដូរផ្លាស់មនុស្សដែលខូចសតិឲ្យមានសតិវិញបាន8ពាក្យនិយាយអាចធ្វើឲ្យមនុស្សឆ្លោះគ្នាទៅជាល្អនឹងគ្នាបានចំពោះពាក្យនិយាយនេះរមែងមានអំណាចដូចគ្នាដែរគឺអាចនិយាយឲ្យមនុស្សខូចប្រយោជន៍និយាយទំលេងនៅសេចក្តីសុខចម្រើនរបស់អ្នកដទៃបានគ្រប់យ៉ាងដូច្នេះកូនត្រូវបប្រតិបត្តិក្នុងការនិយាយឲ្យបានហ្មត់ចត់កូនត្រូវហាត់និយាយនៅក្នុងវាចាល្អ5យ៉ាង1និយាយពាក្យពិតមិននិយាយលេះលោះ2និយាយពាក្យពីរោះមិននិយាយញុះញង់3និយាយត្រឹមត្រូវតាមកាលៈទេសៈ4និយាយឲ្យបានប្រយោជន៍ដល់អ្នកស្ដាប់5និយាយដោយចិត្តមេត្តាប្រាថ្នាឲ្យអ្នកដទៃបាននៅសេចក្តីសុខឬនិយាយដោយចិត្តសប្បុរសស្មោះត្រង់មិននិយាយរបៀបព្រួញពឹសដាក់អ្នកដទៃនោះឡើយកូនមេឪពុកឪពុកប្រាថ្នាឲ្យកូនបានចូលដល់សេចក្តីល្អ10ប្រការគឺ1កូនត្រូវជាអ្នកមានសិលធម៌ប្រចាំខ្លួន2កូនត្រូវស្វែងរកការចេះដឹងមកដាក់ខ្លួន3កូនត្រូវគប់រកតែជាមួយនឹងមិត្តពិតប្រាកដ4កូនត្រូវជាមនុស្សប្រដៅងាយ5កូនត្រូវចេះជួយកិច្ចការអ្នកដទៃ6កូនត្រូវចេះស្រឡាញ់ធម៌របស់សប្បុរស7កូនត្រូវមានជាយាមដោយអំណត់អត់ធន់8កូនត្រូវសន្តោសចំពោះបច្ច័យ4 9កូនត្រូវមានស្មារតីដឹងមុខនាទីរបស់ខ្លួននិង10កូនត្រូវដឹងសេចក្តីពិតរបស់ជីវិតគឺត្រូវដឹងថាគ្រប់ជីវិតដែលកើតមកហើយរមែងបែកធ្លាយជាធម្មតាទើបមិនគួរប្រមាថនៅក្នុងជីវិតនិងត្រូវរកផ្លូវឲ្យបានផុតចាកទុក្ខដោយការប្រព្រឹត្តតែអំពើល្អឪពុកសូមឲ្យកូនកុំជាមនុស្សដែលមិនចេះគ្រប់សូមឲ្យកូនបានស្គាល់រសជាតិនៃការគ្រប់គ្រាន់និងសូមឲ្យកូនចាំទុកថាមិនមានរបស់ណាក្នុងโลกដែលអាចធ្វើឲ្យកូនបានឆ្អែតគ្រប់គ្រាន់ក្រៅតែពីកូនខ្លួនឯងព្រមគ្រប់នោះឡើយនិងយ៉ាងទៀតក្នុងโลกនេះដែរមិនមានអ្វីណាដែលល្អសម្រាប់ខ្លួនកូនឲ្យក្រៃលែងជាងកូនជាមនុស្សល្អនោះឡើយសម្បត្តិក្នុងโลกមិនអាចគ្រប់មិនអាចបញ្ឈប់នៅតណ្ហាមានតែខ្លួនឯងឈប់ត្រូវការដោយសារបញ្ញាទើបបានគ្រប់សម្បត្តិក្នុងโลกមិនអាចល្អស្មើនឹងធัวសនាំចាកភពធัวពិតកូនឪត្រូវសែបគប់ព្រមទាំងគោរពខ្លួនឯងផងកូនមេឪពុកកូនត្រូវយល់ដឹងថាសេចក្តីអត់ធន់ញ៉ាំងនៅផលឲ្យសម្រេចបានគ្រប់យ៉ាងកូនត្រូវអត់ធន់ដូចតទៅអត់ធន់ក្នុងរឿងដែលគូអត់ធន់នេះមួយនិងមួយទៀតអត់ធន់ក្នុងរឿងដែលមិនគូអត់ធន់ឲ្យសូមអធិប្បាយគឺមុនដំបូងកូនគូអត់ធន់ក្នុងរឿងដែលគូអត់ធន់ដូចជាអត់ធន់ចំពោះមុខនាទីអត់ធន់ក្នុងការបរិភោគការសម្រាកដេកការសិក្សារៀនសូត្រ
ចូលកូនអត់ធន់ដើម្បីអនាគតរបស់កូនសូមឲ្យកូនប្រកាន់ទុកថាសេចក្តីអត់ធន់គឺជាមុខនេតិរបស់យើងមួយផងដែរតទៅឪសូមឲ្យកូនចេះអត់ធន់ក្នុងរឿងដែលមិនគួរអត់ធន់ដូចជាយើងធ្វើល្អហើយតែត្រូវគេនិន្ទាធ្វើល្អដល់គេត្រូវគេប្រទូសតបវិញនិយាយពិតដោយស្មោះប៉ុន្តែត្រូវគេពោលមូលបង្កាច់រឿងទាំងអស់នេះសុទ្ធតែយើងធ្វើបានត្រឹមត្រូវមិនគួរអ្វីដែលយើងត្រូវអត់ធន់នោះឡើយប៉ុន្តែយើងត្រូវតែអត់ធន់ទាំងដែលយើងមិនបានខុសនោះឯងសេចក្តីអត់ធន់បែបនេះលំបាកជាទីបំផុតប៉ុន្តែបើកូនធ្វើបានកូនមានឈ្មោះថាជាកូនល្អដល់ក្រៃលែងកូននឹងមានសេចក្តីសុខផលនឹងកើតមានដល់កូនព្រមទាំងបរិវារអ្នកដែលនៅជុំវិញខ្លួនកូនកាលណាបើកូនមាននៅសេចក្តីអត់ធន់បែបនេះនោះសេចក្តីអត់ធន់ធ្វើឲ្យបានជាមនុស្សចិត្តធ្ងន់ធ្វើឲ្យរួចអំពីក្រញាំតណ្ហាធ្វើឲ្យមានរបៀបវិន័យបញ្ឈប់សេចក្តីក្រោធបានធ្វើឲ្យតម្កល់ខ្លួនបានល្អជាដៃគូក្នុងការងារជាអាវក្រោះរបស់ចិត្តនាំឲ្យមានមិត្តខ្សត់សត្រូវនិងពួងដែលយកទៅដុតដោយភ្លើងហើយយកមកលួចដំធ្វើជាឧបករណ៍ផ្សេងរមែងរឹងនិងមានតម្លៃយ៉ាងណាមិញមនុស្សដែលអត់ធន់បានល្អគឺជាមនុស្សរឹងប៉ឹងនិងមាននៅគុណតម្លៃក៏យ៉ាងដូច្នោះដែរកំណាព្យទងជ័យពុទ្ធខន្តីប្រែថាការអត់ទ្រាំរឹងមាំល្អស្រស់ដូចជាទង់រក្សាកុសលឲ្យគង់វង្សមេត្តាដូចទង់បរិវិជ្ជមេត្តាខន្តីគូសំស័កមិនមានថ្នាំងថ្នាក់អ្វីបន្តិចគឺអតោសៈថ្លៃជាងពេជ្រកំតិចសត្រូវនៅក្នុងខ្លួនខ្សែកតញ្ញូបង្ហូតទង់ត្រួតត្រងបារមីឲ្យមមមួនបញ្ញាជាដងយ៉ាងសុបសួនខ្យល់បក់អង្រួនគឺលោកធម៌សតិជាគ្រឹះកប់ក្នុងដីដងទង់គ្មានអ្វីត្រូវញាប់ញ័រទង់បក់រវិចរំលេចពួរទទួលលោកធម៌ទាំង8ខៀវលឿងក្រហមសហង្សបាតពណ៌ភ្លេកស្រស់ស្អាតចាំងរាំងសីជាផលសម្រេចពីបារមីសិលជាផែនដីត្រួដងទង់